សាសម័យថាបើអ្នកដែលមានធនធានអាចធ្វើការជាមួយអ្នកជំនាញពិតប្រាកដណាតែនឹងមានការអភិវឌ្ឍកម្រិតណាដើម្បីជាការពង្រឹងភាពជិតស្និទ្ធរវាងអ្នកជំនួយនិងអ្នកបណ្ឌិតក្នុងការអភិវឌ្ឍជាតិនិងមូលធនមនុស្សកាលពីថ្ងៃទី10 ខែ 10 វេលាម៉ោង 10:10 នាទីលោកអុកញ៉ាឯកនាយកក្រុមហ៊ុនបូទីកាកៅបូភីរៈបានដឹកនាំសមាជិកភាពសមាគមអុកញ៉ាកម្ពុជាចូលរួមសំណេះសំណាលដោះដូរយោបល់ពង្រឹងចំណងមិត្តភាពរវាងសមាគមអុកញ៉ានិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅថាសាលាតិចណូដែលមានការចូលរួមជាកិត្តិយសពីសំណាក់លោកអុកញ៉ាកៅបូភីរៈជាអ្នកដឹកនាំកិច្ចប្រជុំឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យពូកឹមថូជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងសមាជិកានានាជាមួយនឹងមន្ត្រីតាមជំនាញពាក់ព័ន្ធកិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើបទបង្ហាញពីប្រវត្តិសមាជិកភាពនៃវិទ្យាស្ថានបច្ចេកវិទ្យានិងសមាជិកភាពជំនួយនៃសមាជិកអុកញ៉ានៃអុកញ៉ាដែលកំពុងតែមានតម្រូវការជំនាញចេញពីកន្លែងដែលមានជំនាញពិតប្រាកដមានដៃគូនិងប្រវត្តិកេរ្តិ៍ឈ្មោះថ្នាក់ជាតិនិងថ្នាក់តំបន់ដូចជាវិទ្យាស្ថានដ៏ល្បីមួយនេះអញ្ចឹងលើពីនេះទៀត admin ចង់បញ្ជាក់ថាក្រុមហ៊ុនបូទីកាក៏ធ្លាប់បានយកផលិតផលចូលមកទីពិសោធន៍របស់វិទ្យាស្ថានតិចណូអស់រយៈពេលជាង10 ឆ្នាំហើយជាចុងបញ្ចប់នៃការពិភាក្សាខាងវិទ្យាស្ថានបានដឹកនាំក្រុមសមាគមអុកញ៉ាដល់ទស្សនាផ្នែកខ្លះនៃមន្ទីរពិសោធន៍នានានិងដេប៉ាតឺម៉ង់ផ្នែករ៉ូបតផងដែរពួកគាត់ចង់មានបំណងធ្វើអីទៀតទៅចង់បញ្ជាក់ផងដែរថាផលិតផលរបស់បូទីកាគឺមានរប៉ុនមកហើយរោងចក្ររបស់យើងវិញគឺនៅម្ដុំព្រៃសរហើយឆាប់ៗនេះខាងបូទីកាជិតមានទីស្នាក់ការអគារប្រណិតនៅផ្លូវទ្រុងមន់ទៀតបូទីកាជាផលិតផលខ្មែរបច្ចេកវិទ្យាអូស្ត្រាលីហើយឈរជើងជិត20 ឆ្នាំហើយមានដូចជាឯកទេសជម្រាបទឹកថ្នាំលាបគ្រប់ធន់គ្រប់ពណ៌មីនាងសេឡាលាក់និងលាក់ផលិតផលនេះត្រូវបានប្រើប្រាស់និងទុកចិត្តដោយពលយន្តហោះដែលចូលអន្តរជាតិក្រសួងផែនការវិទ្យាស្ថានតិចណូហើយនៅពលយន្តហោះចាស់ក៏មានដែរមាននៅពេទ្យកាឡាម៉ែត Sun and Moon រដ្ឋសភាចាស់និងក្រសួងយុតិធធជាដើមអញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់បានផលិតផលដែលមានគុណភាពខ្ពស់យកទៅប្រើប្រាស់អាចឆាតចូល page បូទីកាកម្ពុជាបានឬអាចរកបាននៅតាមសាខាដែលជាដៃគូរបស់បូទីកាហើយជាចុងក្រោយបើបងប្អូនទាំងអស់គ្នាចង់ដឹងថាពួកគាត់ទៅកន្លែង robot នឹងធ្វើអីកុំភ្លេចតាមដានទស្សនានៅវគ្គក្រោយបន្តទៀតព្រោះថាយើងនឹងមានអីដែលពិសេសហើយថ្មីមកជូនអ្នកទាំងអស់គ្នាឆាប់ៗនឹងឯង